ឡើងលើទៅក្រោមលើទៅទៀតសួស្តីអ្នកទាំងអស់គ្នាជាងនេះខ្ញុំចេញវីដេអូបើកអីវ៉ាន់មួយគឺដ្រូនចឹងខ្ញុំបើកអីវ៉ាន់មួយទៅនឹងមកដល់ហើយខ្ញុំបានកំងក្នុងម៉ាលីបាខ្ញុំប្រើកត្រៃចង់ដឹងមើលថានៅក្នុងហ្នឹងមានដ្រូនហ្នឹងមានអីខ្លះយើងទិញដ្រូនហើយនឹងដ្រូនមិនរូបរាងពិតណាបាទអញ្ចឹងយើងហែកថងទៅទាំងអស់គ្នាទៅយើងមានច្រើនជាន់ណាអញ្ចឹងគេខ្ចប់មកនេះមាន2ជាន់អញ្ចឹងយើងយកថងខាងក្រៅចេញអញ្ចឹងយើងឃើញប្រអប់មួយនេះជាប្រអប់ដែលមកផ្ញើមកពីខាងចិនបាទប្រអប់ផ្ញើមកខាងចិនណាខាងចិនគេរៀបចំប្រអប់ចឹងមកទីសាការដឹកជញ្ជូនទៅធ្វើឲ្យប្រអប់នេះរឿង speed spot បន្តិចសង្ឃឹមថាវាមិនប៉ះពាល់ខាងក្នុងទេបាទកាលណាក្រុមហ៊ុនដឹកដាក់អីស្កាត់ពីលើធ្ងន់ទៅវាអាចប៉ះពាល់ផ្នែកក្នុងដែរឥឡូវយើងមើលទៀតអញ្ចឹងនេះគេរួមស្កុតអញ្ចឹងយើងកាត់ស្កុតវាចេញបាទកាត់ស្កុតចេញបើមិនជាត្រូននេះត្រូនមកពីចិនទេមិនត្រូនមកពីអាមេរិកពីអីទេតម្លៃរាប់ពាន់ដុល្លារទេបាទតម្លៃវាគូសមទេឥឡូវចង់ដឹងចាំមើលថាតើផ្នែកខាងក្នុងវាយ៉ាងម៉េចត្រូនហ្នឹងរូបរាងវាម៉េចវាអាចហោះហើរបានអត់ហើយក្នុងចប់របស់វាមានអីខ្លះបាទអញ្ចឹងយើងឃើញហើយនេះជាស្រោមការពារថង់ផ្លាស្ទិកទៅដាក់សម្រាប់ការពារទៅការធ្លាក់ការលើកដាក់អីហ្នឹងចឹងជួយការពារច្រើនជាន់មែនតើបាទចឹងធ្វើការបកឲ្យស្កុតទៀតហើយចឹងយើងមានតែប្រើកត្រៃមិនអាចហែកដៃបានទេយើងមានកត្រៃយកកត្រៃកាត់ទៅបាទអញ្ចឹងគេមុននឹងភ្ជាប់ដាក់អបមកគេរុំបិទស្កុតអីច្រើនជាន់ណាខ្លាចវាមានបញ្ហាអីចឹងនេះជប់ស្កុតទៀតហើយបាទចាំមើលបាទនេះចឹងយើងដល់ផ្នែកខាងក្នុងវាមានប្រអប់មួយជាកាបូបមួយចឹងមានខ្សែរូតសម្រាប់រូតបាទនេះស៊េរីវាគឺ E58 កម្រិតកាមេរ៉ាវា1080បាទអញ្ចឹង Full HD ណាវាអាចថតបាន Full HD ចឹងនេះជាកាមេរ៉ាដ្រូនកាមេរ៉ាដែលអាច connect ជាមួយទូរស័ព្ទបានណាយើងអាចថតជាវីដេអូឬរូបភាពបានពីលើមកពេលយើងបង្ហោះវាណាបាទអញ្ចឹងយើងបកមើលខាងក្នុងទាំងអស់គ្នាទៅរត់មើលថាខាងក្នុងហ្នឹងមានអីគេមានអីខ្លះនៅក្នុងហ្នឹងតោះ1 2 3បាទអញ្ចឹងនេះយើងបើកឡើងហើយយើងឃើញខាងស្ដាំនេះគឺ controller ឬ tele បញ្ជាចំណែកខាងឆ្វេងគឺជា drone របស់យើងនេះជាចង្ហាល់របស់វាចង្ហាល់របស់ drone បាទនេះយកមកមើលដៃបញ្ជារបស់វា controller ចឹងមានរូបរាងបែបហ្នឹងបាទនេះរាងបែបនេះបាទជាកងដែលយើងជាបានយើងស្រែវាទៅអានេះជាអង្តែនរបស់វាបាទមាន2ហ្នឹងនេះពេលយើងវល់ហោះឆ្វេងស្ដាំមកក្រោយលើក្រោមអីយើងប្រើកងមូល2មិញនេះកន្លែងដាក់ថ្មយើងប្រើថ្មធម្មតា3គ្រាប់អាចព្យាវាបាននេះអង្តែនហ្នឹងមាន2ហ្នឹងពេលយើងបើកយើងត្រូវឈរវាឡើងត្រង់ទៅមុខទៅចឹងយើងមើលនឹងប៉ុណ្្នឹងបានហើយអត់មានអីទេអាហ្នឹងនេះក៏ជាតេឡេដែរឥឡូវយើងមើលដ្រូនយើងវិញ
បាទនេះជារូបរាងដ្រូនរបស់យើងវាស្តៀងនឹងគឺវាដូចជារូបរាងរបស់ DJ Mavic ណា DJ Mavic ទៅដ្រូនឈ្មោះ DJ Mavic Pro បាទរូបរាងដូចគ្នាណាស្លាបវានេះគឺចឹងបាទស្លាបដ្រូនគឺបែបនេះណាមិនស្លាបវាយើងមើលឃើញទៅរឹងឆ្កយទេគឺស្លាបវាអាចបត់បានចឹងវល់បានចឹងហើយដ្រូននេះប្រភេទ Polite មានតែអាចបត់បានអត់បត់ស្លាបវាបានហើយនៅខាងលើនោះចឹងយើងបកខាងលើមុនទៅយើងទាញផ្នែកខាងក្រោមចេញបាទនេះជារូបរាងរបស់ដ្រូននេះស្លាបនេះវាពង្វិលបានចឹងណាយើងមិនរកខ្ចៅមកមួយឲ្យវាស្មើទៅអាហ្នឹងគឺចឹងបាទយើងមិនឃើញយើងឃើញក្នុងរូបពេលហ្នឹងគេផុសគេមិនវាមានរូបត្រង់ស្លាបវាណាត្រង់ពីរតែនេះមិនតែស្លាបកាពិតស្លាបវាគឺចឹងរូបរាងវាចឹងយើងអាចពង្វល់ឲ្យបានចឹងចឹងនៅពេលដែលវាហោះទៅគឺវាពង្វល់ឲ្យស្លាបហ្នឹងបាទនេះជាកាមេរ៉ាវាអាចផ្ដិតរូបភាពបានបាទអានេះជាកុងតាក់បិទបើកហើយសញ្ញា3នេះគឺជាព្រួញភ្លើងលោតបង្ហាញយើងបាទឥឡូវយើងទុកដ្រូនប៉ុណ្ណឹងសិនយើងទៅមើលប្រអប់ក្នុងកញ្ចប់ផ្សេងទៀតក្នុងកញ្ចប់នេះមានអីខ្លះបាទនេះកញ្ចប់ដែលគេភ្ជាប់មកជាមួយបាទក្នុងនេះយើងឃើញមាននេះដូចជាពីរមុខបាទទី1នេះគឺជាឆ្នាំងសាកបាទនេះគឺជាឆ្នាំងសាកអញ្ចឹងគេ recommend យើងឲ្យប្រើឆ្នាំងសាកនេះមិនឲ្យឆ្នាំងសាកផ្សេងទេបាទអញ្ចឹងនេះយើងឃើញមានប្រដាប់ការពារស្លាបវាហ្នឹងនេះជាស្លាបដែលគេស្គូយើងគេលោបាក់អីគេឲ្យស្គូមក4ណាស្គូស្លាបឲ្យយើង4កង្ហាលវាហ្នឹងស្លាបកង្ហាលវាហ្នឹងបាទនេះចំណុចការពារវាការពារស្លាបអញ្ចឹងពេលយើងបង្ហោះយើងអត់ទាន់សូវចេះបើកទេយើងអាចដាក់វាការពារជិះវាការបង្ហោះទៅវាបុកហ្នឹងហើយមួយនេះជាប្រដាប់មូលខ្ចៅបាទ4ក្តាប់ការពារស្លាប4ហើយនឹងប្រដាប់មូលខ្ចៅមួយវិសបាទអញ្ចឹងមាន3មុខហ្នឹងក៏ចប់មិញ4មុខទៅឆ្នាំងសាហើយយើងមើលនេះក្តារដែលគេភ្ជាប់មកជាមួយអានេះតើតើនឹងដ្រូនដែលគេណែនាំយើងបាទ14បូកមិញថាមានថាជាថា14ឆ្នាំឡើងនេះជាការណែនាំក្នុងការប្រើប្រាស់ controller ហើយនឹងដ្រូនណាបាទនេះបង្ហាញពីរូបរាងមុខងារកន្លែងណាអញ្ចឹងក្នុងការបញ្ជាអីហ្នឹងហើយនេះជាផ្នែកនៃដ្រូនផ្នែកនេះសម្ភារៈនឹងមានអីខ្លះ01គឺស្ទូដ្រូន02ផ្នែកខាងក្រោម3ស្លាបបាទអញ្ចឹងទៅនេះរួចគេបង្ហាញហើយនេះជាក្តាស់ណែនាំអញ្ចឹងក្នុងការផលិតយករូបភាពពីដ្រូនមកបានយើងត្រូវបញ្ចូលជាមួយទូរស័ព្ទហើយទូរស័ព្ទនេះទាមទារយើងសម្រាប់ app មួយ app នេះសម្រាប់យើង scan QR code នេះឬក៏យើង search នៅក្នុង Play Store បាទស្រីកាមេរ៉ាវាច្បាស់បន្តិចចឹងនេះជា QR code ដែលយើង scan ទៅវានឹង load link app ហ្នឹងមកតើមកយើង connect បើក Wi-Fi connect ឈ្មោះប្រភេទ drone របស់យើងហ្នឹងមកយើងអាចព្យាវាបានយើងអាចថតជារូបភាពឬក៏វីដេអូយើងអាច view លើទូរស័ព្ទរបស់យើងបានពេលវាហោះឡើងបាទអញ្ចឹងយើងរៀបវាចូលវិញទៅនេះឆ្នាំងសាកទេឆ្នាំងសាករបស់វាដែលមកស្រាប់ដូចចូលទូរស័ព្ទយើងធម្មតាអញ្ចឹងហ្នឹងតែដុំក្បាលវាមិញវាមានchip របស់វាសម្រាប់ទប់ភ្លើងអញ្ចឹងឲ្យសមស្របតាមថ្មបាទយើងដាក់ចូលក្នុងប្រអប់ហ្នឹងវិញគឺស្លាប4និងដាប់ការពារស្លាប4បាទអញ្ចឹងក្នុងប្រអប់យើងគឺមានតែប៉ុណ្្នឹងគឺដ្រូនហើយនឹងដាប់នេះហ្នឹងឥឡូវយើងងាកមកមើលដ្រូនយើងវិញបាទរូបរាងដ្រូនរបស់យើងរូបរាងវាតូច slim ឡយណាតែសមត្ថភាពវាអត់ទាន់ដឹងថាយ៉ាងម៉េចទេបាទនេះរូបរាងរបស់ដ្រូនយើងស្លាបវាវិលបានអញ្ចឹងនេះពេលគេថតរូបគេដាក់ស្លាបវាត្រង់អញ្ចឹងខ្ញុំស្មានថា
Gặp bật trâu nó slap về rừng chẳng gặp bật ắt đấy nó gặp bật slap về bọt bàn thòm đá đây cũng vào bàn thòm đá đây bà bây giờ mà ho tới bên ông vân rồi bà đục riêng biết lối bộ original វារាប់ពាន់ប្រភេទហ្នឹងឬក៏5 600អាចដល់ពាន់ខ្ញុំឃើញគេក្នុង YouTube មុនខ្ញុំ search មើលគឺរូបរាងដូចចឹងពពុះ Mavic DJ Mavic មើលយើងមើលលើនេះគេដាក់សគេដាក់បាទចឹងតិចទៀតខ្ញុំនឹងធ្វើវីដេអូបង្ហាញទៅតាមការបង្ហោះតោះឥឡូវយើងទៅមើលទាំងអស់គ្នានេះចឹងនេះខ្ញុំបកវាចេញលាស្លាបវា4ហ្នឹងតែមកខ្ញុំដាក់អានេះដល់ការពារចាក់ស្លាបវាកុំឲ្យពេលបុកអីមួយទៅកុំឲ្យបាក់ស្លាបឬក៏ប៉ះស្លាបវាឬឧទាហរណ៍ហោះប៉ះស្អីមួយបុកស្អីមួយវាអាចកាត់ផ្ដាច់ស្អីហ្នឹងទៅណាចឹងដាក់នេះការពារហើយយើងដាក់ការពារយើងត្រូវមើលកុំឲ្យអាស្លាបរបស់វាយើងត្រូវកង្វល់មើលកុំឲ្យមកប៉ះបាទកុំឲ្យមកប៉ះជាមួយអាផ្ទៃខាងការពារនឹងចឹងកាលណាមកប៉ះហោះទៅវានឹងបុកលឺរ៉ែហើយបាទនេះយើងបានជាងស្រែមើលគ្រប់ជ្រុងទាំង4គ្រប់ស្លាបទាំង4ថាវាប៉ះអត់បប៉ះយើងស្រែទៅឲ្យវាប៉ះបាទអញ្ចឹងនេះជាលើកទី1ក្នុងការទូបានត្រូននិងការដំឡើងរៀបចំត្រូនហោះនេះអត់ធ្លាប់ទេបាទពីមុនមកតែធ្លាប់ឃើញគេហោះលើមេឃពេលគេថតមានកម្មវិធីមួយឃើញត្រូនវាបង្ហោះបាទសូមបញ្ជាក់ដែរថាត្រូនវាបង្ហោះដិតយករូបភាពពីមានកម្មវិធីធំៗរត់កាយហ្នឹងត្រូននោះតម្លៃវាថ្លៃណាស់បាទអាចរាប់ពាន់អីក៏មានដែរចំណែកត្រូនរបស់ខ្ញុំនេះគឺជាត្រូនធម្មតាទេវាតម្លៃវាមិនថ្លៃទេតម្លៃវាល្មមទេហើយរយៈពេលហោះរបស់វាក៏បានតិចដែរនេះជាថ្មរបស់វាយើងអាចដកទៅបញ្ចូលបានពេលអស់យើងដោះវាទៅបញ្ចូលទៅការពិតវាមានកន្លែងដោត memory ប៉ុន្តែដោយសារខ្ញុំអត់មាន memory មកទេអញ្ចឹងខ្ញុំបញ្ចូលជាមួយទូរស័ព្ទតែម្ដងហើយខ្ញុំបានបង្ហាញ app ណាការពិតយើង down scan QR code មកយើង down មក app នោះបានហើយយើងបើក Wi-Fi ទូរស័ព្ទយើងមកនេះហើយយើងចូលទៅ connect លើឈ្មោះនេះយើងបើកត្រូវនេះទៅវា load ឈ្មោះឲ្យពេលយើង search Wi-Fi ទៅវាមានឈ្មោះហ្នឹងឈ្មោះត្រូវនេះយើង connect វាទៅមកយើងចូលទៅបើក connect បានហើយយើងចូលទៅបើកក្នុង app យើងអញ្ចឹងយើងនឹងឃើញរូបភាពដែលចាប់បានដោយកាមេរ៉ារបស់ត្រូនហ្នឹងលោតនឹងបង្ហាញនៅលើផ្ទៃ screen របស់ទូរស័ព្ទរបស់យើងអានេះឈ្មោះវា Wi-Fi 1080 827021ណាជាឈ្មោះ Wi-Fi របស់វាចឹងយើង connect បានហើយយើងចូលមកកាន់ app មួយនេះបាទ Wi-Fi cam បាទវីដេអូនេះក៏បង្ហាញត្រួសទេអញ្ចឹងខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយៗទៀតទៅទាំងបញ្ហាផ្សេងៗនៅការប្រើប្រាស់ដ្រូនឬការបង្ហោះហ្នឹងក្នុងការបញ្ជាដ្រូនបាទអញ្ចឹងយើងបើកអង្តានវាឡើងបាទនោះផ្ទៃនៅលើ screen នោះជាផ្ទៃដែលចាប់បានដោយដ្រូនចឹងយើង connect យើងចុចនេះផ្នែកខាងក្រោមខាងស្ដាំហ្នឹងចុចវាជាប់បន្តិចទៅឬសូត្រសំឡេងទឺទៅដល់ពេលហ្នឹងវាទៅជាមួយដ្រូនអញ្ចឹងដ្រូនលោតភ្លើងថាភ្ជាប់បានបាទវាភ្លើងថាភ្ជាប់បានអាបតយើងអាច reset វាមកចុចបើវាយើងមកបើភ្ជាប់បានយើងចុចវាម្ដងទៀតទៅ reset វាចុចជាប់ពី3វិនាទីណាផ្នែកខាងក្រោមមកហើយចង្អុលដៃខ្ញុំចុចនោះបាទចុចពេលវាលឺទឺមានថាយើងអាចភ្ជាប់វាបានហើយភ្ជាប់បានយើងមកវល់មូលមេដៃក្នុងខាងឆ្វេងនេះឆ្វេងហ្នឹងយើងវល់វាចុះឡើងទៅកាលណាស្លាបវាហោះមានថាយើងអាចព្យាវាបានស្លាបវាវិលជាស្រ័យស្លាបវាវិលបាទនេះអញ្ចឹងកាលណាយើងអញ្ចឹងយើងថាវាបើកដង្ហើមឲ្យវិលប៉ុន្តែនៅពេលនេះវាទៅស្លាបអញ្ចឹងខ្ញុំសេរីមើលឲ្យទៅស្លាបណាសេរីវាហើយ
ដើម្បីកុំឲ្យហោះទៅវាទៅអាចធ្វើឲ្យខូចឬបាក់ស្លាបអញ្ចឹងបាទតែមានទៅមួយទៀតអញ្ចឹងយើងវល់មើលថាវាទៅអត់ជិះវាការទៅបាទនៅមួយទៀតនេះបាទចឹងតែមានលឺសំឡេងទៅចឹងនេះមួយនេះទៅបាទយើងមកវល់វាមកទៅចឹងមកចឹងបានហើយវាលែងទៅហើយយើងអាចព្យាម្ដងទៀតបាទវាវល់ហើយចឹងយើងចុចព្យាវាខាងឆ្វេងនោះកាលណាយើងរុញវាឡើងវាថាវាហោះឡើងកាលណាយើងពង្វល់វាចុះវានឹងចុះវិញ ឡើងតតាមអត់វាទៅទីហើយបាទនេះយើងហោះសារលបងទៀតទៀតទៅហោះខ្លួនហោះពោះនេះគឺសារខ្ញុំទៅមរៀនបើកដែរទៅចេះប្រហែលទេបាទឡើងលើនេះវាមានលំនឹងបើយើងព្យាទៅទេលំនឹងបើយើងវាចុះក្រោមឡើងលើឆាបអីបានលើទីទៀតបាទអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្ណឹងមានអរគុណជឿអីសូមអធិស្ឋានវីដេអូហើយខ្ញុំនឹងបង្ហាញវីដេអូក្រោយទៀតទៅការបង្ហោះកម្ពស់ខ្ពស់ខ្ញុំនឹងកែកម្ពស់វាអាចបានកម្ពស់ណាហើយនឹងចម្ងាយដល់ចម្ងាយណាបាទនេះអាចកម្ពស់វាហោះឡើង